កូនត្រូវចងចាំមានតែកូនជោគជ័យទេមានតែកូនមានលុយទេទើបសម្ដីយើងមានតម្លៃដូច្នេះជីវិតមួយនេះទោះបីជាវាជួបការលំបាកទោះបីជាវាមានសម្ពាធបណ្ណាក៏ដោយតែត្រូវស៊ូខំពុះពៀទៅមុខជាដាច់ខាតនៅក្នុងជីវិតមួយនេះបើទោះបីជាដើរបណ្ដើរយំបណ្ដើរដើរបណ្ដើរខ្លាចបណ្ដើរក៏ត្រូវតែដើរដែរហើយនៅក្នុងដំណើរជីវិតមួយនេះយើងនឹងដើរម្នាក់ឯងនៅក្នុងផ្លូវដ៏វែងឆ្ងាយបើទោះបីជាពេលខ្លះយើងបាក់ទឹកចិត្តបើទោះបីជាពេលខ្លះយើងជួបសម្ពាធនិងជួបបញ្ហាជាច្រើននៅក្នុងជីវិតប៉ុន្តែវាមិនមែនជាពេលវេលាចុងក្រោយទេទៅមុខទៀតឧបសគ្គបញ្ហាសម្ពាធទុកលំបាកមិនមែនជួបតែយើងទេមនុស្សនៅក្នុងផែនដីមួយនេះជួបគ្រប់តែគ្នាទេគ្រាន់តែជួបនៅក្នុងបរិបទផ្សេងគ្នាអញ្ចឹងចូលចងចាំពាក្យខាងដើមមកវិញមានតែយើងជោគជ័យទេមានតែយើងមានលុយទេបានសម្ដីយើងមានតម្លៃបើចង់ឲ្យសម្ដីរបស់យើងមានតម្លៃត្រូវតែខំត្រូវតែស៊ូសមត្ថភាពត្រូវតែមានលើសពីនឹងទៅទៀតនោះកុំបោះបង់ការបោះបង់វាស្រួលបំផុតគ្រាន់តែឈប់ធ្វើនោះគឺជាការបោះបង់ហើយការបោះបង់អ្នកណាក៏អាចធ្វើបានដែរមនុស្សដែលអសមត្ថភាពបំផុតក៏អាចធ្វើបានដែរអញ្ចឹងសំណួរសួរថាតើយើងជាមនុស្សអសមត្ថភាពឬក៏មានសមត្ថភាពបើយើងជាមនុស្សដែលមានសមត្ថភាពមិនមែនគួរណាយើងបោះបង់ទេព្រោះពាក្យថាបោះបង់មួយម៉ាត់នរណាក៏អាចធ្វើបានដែរតែពាក្យថាតស៊ូឲ្យខំហើយធ្វើរហូតទាល់តែបានជោគជ័យមិនមែនមនុស្សគ្រប់គ្នាអាចធ្វើបានទេហើយនោះទៅជារឿងអស្ចារ្យហើយអាជោគជ័យវានៅកន្លែងហ្នឹងអាលុយវាកើតវាចេញពីកន្លែងហ្នឹងកន្លែងដែលអ្នកដទៃគេធ្វើមិនបានតែយើងធ្វើបានកន្លែងដែលអ្នកដទៃធ្វើមិនកើតតែយើងធ្វើកើតកន្លែងដែលគេបោះបង់តែយើងស៊ូយើងពុះពៀហើយយើងធ្វើទាល់តែបាន